ជំរាបសួរក៏ដូចជាសួស្តីទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនឹងដែរចង់ហូបបបរបងប្អូនឥឡូវយើងចាប់ដើមធ្វើបបរមន់ដោយសារថ្ងៃហ្នឹងម៉ាក់គាត់ចង់ហូបហើយយើងមានជាការធ្វើបបរមន់ទៅយើងមានដាក់សាច់ជ្រូក3ជាន់ខ្លះទៅហើយយើងលាយគ្រឿងលាយអីឲ្យហើយបងប្អូនដោយសារមន់ថ្ងៃហ្នឹងមន់មាន2ក្បាលមន់មាន2ក្បាលបងប្អូនទាំងគ្នាយើងបែកឲ្យហើយទៅឲ្យហើយស្អាតទៅមកម៉ាក់គាត់ទៅរំលីងស្លឹកខ្ទឹមបងប្អូនស្លឹកខ្ទឹមយើងរំលីងវាឲ្យឈ្ងុយឲ្យវាចាញ់ជាពងកន្លាណាបងប្អូនយើងរំលីងចុះរំលីងឡើងរំលីងចុះរំលីងឡើងទៅឃើញពណ៌ពងកន្លាហើយបងប្អូនដើម្បីទុកស្រោចលើបបរណាតែមកយើងមានជាការជីជាណាខ្ទឹមអីណាយើងរៀបចំឲ្យស្អាតដើម្បីដាក់ក្នុងបបរពេលយើងញ៉ាំបងប្អូនតែបបរនេះចាប់ដើមពុះបដាបងប្អូនដោយសារបបរហ្នឹងយើងដាក់មួយឆ្នាំងរាងធំណាបងប្អូនហើយយើងដាក់ខ្ជុំវាឲ្យក្តៅខ្លាំងណាបងប្អូននេះសាច់មាន់បងប្អូនសាច់មាន់យើងបកហើយចេញជាតូចមាន់មួយនេះយើងទុកសិនហើយយើងមានឈាមវាមានជើងមានអីអូបងប្អូនតំណងណាឈ្ងុយមែនតើខ្ញុំវាយហ្នឹងក៏ខ្ញុំនឹកឃើញឃ្លានទៀតដែរបងប្អូនធ្វើជុំគ្នាហ្នឹងការធ្វើមានម៉ាក់ហើយនឹងពុនខ្ញុំបងប្អូនពុនខ្ញុំហ្នឹងគេហាន់ជីហាន់ខ្ទឹមវាហើយចូលគ្នាដាក់ចាក់ឲ្យស្អាតទៅដើម្បីយើងដាក់លើបបរដើម្បីឲ្យមានរសជាតិឆ្ងាញ់បងប្អូនអាចទស្សនាវីដេអូនឹងបាននោះហាន់ជីស្អាតណាបងប្អូនហើយដៃគេលសស្គូការហាន់ជីរបស់គេតំណងរបស់គេបងប្អូនមើលទៅដោយសារគាត់ជាអ្នកចេះធ្វើម្ហូបណាបងប្អូនគាត់បកកែធ្វើម្ហូបណាបងប្អូនម្ហូបអីក៏ចេះដែរហើយសំខាន់ធ្វើឆ្ងាញ់ទៀតឥឡូវយើងបំវែមកកាន់វីដេអូយើងវិញពេលគាត់ហាន់ហើយហាន់ឲ្យច្រើនទីបងប្អូនពេលនឹងហាន់ច្រើនដែរដាក់មួយចានបងប្អូនមកឲ្យគាត់មើលគោបបរនឹងមើលគ្រឿងថែម3ថែមកើតទៅវាពោះយើងដាក់សាច់ចូលទៅបងប្អូនសាច់ដែលយើងបកហើយមុនហ្នឹងបងប្អូនតែមកយើងដួសហូបទៅជុំគ្នាជាមួយជុំក្មួយ3 4នាក់ដល់ពេលហើយយើងចាប់ដាំហូបតបងប្អូនហូបជាមួយខ្ញុំបានទាំងអស់គ្នាឃើញតំណងទេឆ្ងាញ់ណាស់បងប្អូនឥឡូវយើងមើលមកជុំទៅការហូបដោយសប្បាយចិត្តការហូបដោយរីករាយឆ្ងាញ់ណាស់បងប្អូនមែនតើឆ្ងាញ់ណាស់ឃ្លានទៀតបណ្ដោយណាឃើញអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេបងប្អូនបាយជួបគ្នានៅវីដេអូក្រោយ